បើសុំបញ្និយាយរឿង Prada អ៊ុតស្កុតឡានធ្វើ marketing ជេរគេពេញណាពេញណីជាពិសេសជេរមនុស្សស្រីហើយជេរគាត់នៅក្រៅប្រទេសមូលហេតុហ្នឹងគឺដោយសារតែមានតែគេម្នាក់នោះនិយាយប្រៀបធៀបប្រទេសខ្មែរយើងទៅនឹងប្រទេសគេក្រៅមិនអញ្ចឹងណាហើយគាត់ទៅឃើញនឹងក៏ខឹងអីចឹងណាហើយគាត់ក៏ចេញមកនិយាយចង់ថាវាបកទៅម្នាក់ហ្នឹងវិញតែអ្វីដែលសំខាន់គាត់និយាយវាលឺពេកគាត់និយាយមិនវាបកទៅម្នាក់ហ្នឹងគាត់វាយពួកហ្មងហើយគាត់និយាយដាច់សាច់លក្ខណៈវាបាក់ស្ដាប់ពាក្យហ្នឹងអ្នកគ្នាបាទអញ្ចឹងគឺគាត់កន្លែងហ្នឹងគឺគាត់ជ្រុលមែនតើហើយគាត់ក៏បានចេញមកសុំទោសដែរតែលក្ខណៈសុំទោសគាត់ហ្នឹងដូចវាយ៉ាងនេះបន្តិចអូខេយើងថាយើងកុំប្រៀបធៀបប្រទេសយើងទៅប្រទេសគេផ្សេងណាប្រទេសយើងក៏កំពុងតែអភិវឌ្ឍប្រទេសគេអភិវឌ្ឍដល់ហ្នឹងហើយអញ្ចឹងយើងអាចប្រៀបធៀបគ្នាបានទេមនុស្សក៏យើងអាចប្រៀបធៀបគ្នាបានដែរមនុស្សយើងអូខេអាហ្នឹងគឺរឿងមួយហើយរឿងមួយទៀតគេយករូបគាត់ហ្នឹងទៅផុសហើយដោយសារគេដឹងតាសញ្ញាណគាត់ជាជនជាតិអ៊ីស្លាមណាគ្នាហើយគេយកទៅផុសហ្នឹងគេយកទៅផុសឲ្យលេងឌៀមដាមថាឲ្យជនជាតិអ៊ីស្លាមណានេះថាមិនប្រៀបធៀបមិនអានេះកាន់តែខុសមួយទៀតណាវាបានថាគាត់ខុសហើយយើងទៅខុសតាមគាត់ដែរវាអត់ល្អហើយបាទហើយគាត់ហ្នឹងគឺឥឡូវគេប្រជុំគាត់ហើយអ្នកគាត់ធ្វើវីដេអូជេរណាគេប្រជុំគាត់ហើយកូនចៅគេដែរណា